ថ្ងៃនេះខ្ញុំពីរនាក់ហ្នឹងបានមកមើលផ្ទះគេទៀតហើយផ្ទះគេនៅមិនសូវឆ្ងាយពីកន្លែងដែលខ្ញុំរស់នៅទេតែគ្រាន់តែត្រូវជិះឡើងចន្ទរភ្នំមកណាផ្ទះនេះគឺទូចទេសួនច្បារក៏ទូចដែរគេមានសួនក្រោយផ្ទះបន្តិចដែរគ្រាន់តែថាទៅមើលទៅពីព្រោះកម្របានទៅមើលណាហើយបន្ទប់និយាយរួមបន្ទប់គេគឺមានបន្ទប់ទេគ្រាន់តែថាការរៀបចំរបស់គេស្អាតតើជាពិសេសថ្ងៃដែលខ្ញុំទៅមើលនោះគឺថ្ងៃហ្នឹងឯងថ្ងៃសៅរ៍តែអាកាសធាតុអត់ល្អសោះភ្លៀងហើយនឹងមេឃរាំងស្ទុំអ៊ូអាប់បន្តិចដែរគាត់ណាពួកខ្ញុំថាបើគេអនុញ្ញាតឲ្យយើងមកហើយយើងមកមើលមកព្រោះនៅនេះមិនងាយបានទៅមើលទេសម្រាប់បានគេទទួលអ៊ីមែលឲ្យពីយើងហើយឆ្លើយតបឲ្យយើងមកមើលហ្នឹងគឺរាំងណាយូរដែរហើយផ្ទះនេះវាទំហំតូចមែនតើគេមានណែបន្ទប់ជាន់ក្រោមដីដែរពួកខ្ញុំក៏ចង់ចុះមកមើលក៏មកមើលតែវាស្ងួតល្អទេមិនអីទេគាត់ថាវាបន្ទប់ទូចផ្ទះបាយគេក៏ទូចដែរតូចច្រឡឹងគេរៀបចំបានស្អាតដែរខ្ញុំគិតថាម្ចាស់ផ្ទះគេមានកូនតូចគាត់ថាគេត្រៀមទៅនៅផ្ទះថ្មីរួចហើយគាត់នឹងព្យាយាមដាក់លក់អាផ្ទះចាស់នេះអញ្ចឹងណាហើយផ្ទះនេះគេហៅថានៅតំបន់គ្រុកឈ្មោះគេអញ្ចឹងឯនៅខាងលើហើយពួកខ្ញុំនៅគ្នាដើរឡើងទៅមើលបន្ទប់គេងគេមានមួយនៅជើងលើហ្នឹងណាហើយចណ្ដាលគេរាំងចោតលេងដែរតែសម្រាប់ផ្ទះដែលពួកដែលគេដាក់លក់គឺជាផ្ទះសាមញ្ញធម្មតាសម្រាប់ភូមិស្រុកតំបន់ទីក្រុងដែលខ្ញុំរស់នៅគឺសុទ្ធតែមួយផ្ទះគេស្តៀងជាឯងតែបើសិនជាយើងចង់បានផ្ទះមួយរាងធំស្អាតគឺយើងត្រូវទៅនៅរាងឆ្ងាយក្រុងបន្តិចតែបើសិនជាយើងចង់នៅក្នុងក្រុងហើយចង់បានផ្ទះធំស្អាតតលុយលងច្រើនមែនតែនត្រូវការលុយច្រើនដើម្បីទិញសមត្ថភាពពួកខ្ញុំហ្នឹងគ្រាន់តែបានដើរមើលហ្នឹងគឺសំណាងណាសួនច្បារគេក្រោយផ្ទះតូចច្រឡឹងចឹងឯង